អ្នកសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទសាទរថ្មីមកទៀតហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងបង្ហាញជូនបងប្អូនអរគ្នាអំពីរបៀបនៃការយើងចូលទៅ check មើល account Facebook របស់យើងថាតើមាននរណាម្នាក់បានលួច tag ចូលនៅក្នុង account profile របស់យើងដែរឬទេបាទអញ្ចឹងជាដំបូងយើងចូលមកកាន់ account Facebook របស់យើងអញ្ចឹងមកបាទហើយយើងចុចលើ profile របស់យើងបាទដើម្បីទៅ check មើលថាតើមាននរណាម្នាក់បានលួច tag ចូលបាទនៅក្នុង account profile របស់យើងណាបាទជួនកាលគេឃើញ friend របស់យើងច្រើនបាទ4-5,000នាក់ទាំងទៅគេ tag ចូលដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យ friend នៅក្នុង account Facebook របស់យើងគេឃើញបាទនៅផលិតផលរបស់គេផងដែរបាទអញ្ចឹងខ្ញុំចូលមក check មើល account Facebook របស់ខ្ញុំមួយទៀតដើម្បីបង្ហាញជូនដល់អ្នកនរគ្នាផងដែរបាទអញ្ចឹងយើងចុចចូលមកហើយយើង scroll អ្នកនរគ្នាបាទគួរអាសា check មើលណាបាទមួយខែ2ដងចឹងទៅដើម្បីយើង check មើល account profile របស់យើងដើម្បីចង់ដឹងថាមានអ្នកណាម្នាក់លួច tag ចូលដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឬក៏ tag ចូលទៅប្រេះតប្រាស់ណាបាទវាមានផលប៉ះពាល់ជាមួយនឹង account Facebook របស់យើងផងដែរបាទចឹងនេះ account Facebook របស់ខ្ញុំមួយគឺគេលួច tag ចូលបាទបានន័យថាគេ tag ចូលនៅក្នុង account profile របស់ខ្ញុំបាទគឺវាចេញរូបរាងបែបនេះអ្នកនរគ្នាបាទបានន័យថាគេផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលហ្នឹងគេ tag ចូលនៅក្នុង account profile របស់ខ្ញុំគឺវា load នៅក្នុង profile របស់យើងបាទនៅក្នុង account Facebook របស់យើងគេ load បែបហ្នឹងដូចយើងផុសដែរដូចយើងផុសរូបភាពដែរវាឃើញនៅក្នុង profile account របស់យើងណាបាទអញ្ចឹងអ្នកនរគ្នាគួរតែ check មើលណាបាទបើសិនតែមានអញ្ចឹងបងប្អូនគួរតែ remove ចេញទៅណាបាទរបៀបនៃការលុបចាំតិចទៀតខ្ញុំបង្ហាញជូនដល់អ្នកនរគ្នាបាទអញ្ចឹងគឺមានគេ tag ចូលមួយណាបាទឬក៏មានច្រើនទៀតគឺខ្ញុំអត់ទាន់ check មើលណានេះគឺខ្ញុំធ្វើមួយដើម្បីបង្ហាញជូនដល់អ្នកនរគ្នាផងដែរឥឡូវខ្ញុំចុចថយដើម្បីទៅ check មើលចង់ដឹងថាaccount Facebook របស់យើងមាននរណាខ្លះចូលលួច tag ចូលណាបាទយើងចូលមកកាន់ account Facebook របស់យើងចឹងមកហើយអ្នកនរគ្នាបាទមើលមកខាងលើចុចលើសញ្ញាត្រី3បាទហើយអ្នកនរគ្នា scroll មកខាងក្រោមរកពាក្យថា setting and privacy បាទហើយយកពាក្យថា setting បាទហើយអ្នកនរគ្នា scroll មក scroll រកឃើញសិនបាទសូមប្រាប់បងប្អូនអរគ្នាបាទរក activity logs អ្នកនរគ្នាចុចលើវាមកណាបាទនេះអានេះបាទយើងចុចលើវាចឹងមកបាទបន្ទាប់មកវាបង្ហាញតម្រងបែបនេះផងដែរអ្នកនរគ្នាបាទអ្នកនរគ្នាបាទមក check មើលកន្លែងក្រែងលោមាននរណាម្នាក់គេ tag ចូលអ្នកនរគ្នាចុចពាក្យថា public text នេះ public text ហ្នឹងណាបាទចុចចឹងមកបាទមិនសិនអីវានឹងបង្ហាញកន្លែងហ្នឹងទាំងអស់អ្នកនរគ្នាមិនសិនក៏ដូចជា tag អីវាបង្ហាញនៅកន្លែងហ្នឹងណាបាទយើង comment មិនសិនបាទយើងឆែកមកបាទយើងឆែកមើលមកបាទនេះមានគេ tag ចូលមួយអ្នកនរគ្នាបាទគេ tag ចូលមួយផងដែរបាទពីរបងប្អូននរគ្នាបាទនេះអ្នកនរឃើញទេនេះមានរូបមនុស្សស្រីដែលគាត់ដាក់សញ្ញាបេះដូងហ្នឹងណាបាទអាហ្នឹងគេ tag ចូលហ្នឹងណាបាទគេ tag ចូលដើម្បីប្រម៉ូទលក់នៅផលិតផលរបស់គេបាទនេះបងខាងក្រោមមាន2ទៀតអ្នកនរគ្នាគេលួច tag ចូលណាបាទនេះលក់នៅផលិតផលផ្សេងៗនេះក្រោមបាទចឹងគេ tag ចូលគឺយើងចូលមក check មើលនៅក្នុងហ្នឹងក៏បានដែរបងប្អូនគ្នាឬក៏មួយបងប្អូនទៅ check មើលនៅក្នុង profile របស់យើងផ្ទាល់ក៏បានដែរហើយដល់ពេលបងប្អូន check មើលនៅក្នុង profile ឃើញហើយបងប្អូនមកលុបនៅក្នុងហ្នឹងបាទលុបនៅក្នុងយើងចូលមកវាចូលមកកន្លែង public tag ហ្នឹងណាបាទយើងចូលមកចឹងមកយើងអាចលុបបានហើយលុបកន្លែងគេ tag ចូលណាបាទយើងអ្នកនរគ្នាគ្រាន់តែចុចលើសញ្ញាត្រី3បាទហើយអ្នកនរគ្នាយកពាក្យថា remove text បាទខ្ញុំអត់ទាន់ remove ខ្ញុំទុកសិនណាបាទដោយសារគាត់ឲ្យគាត់ប្រម៉ូទផលរបស់គាត់សិនទៅណាបាទដាក់ថា remove អ្នកនរគ្នាចុចពាក្យថា remove tag នោះវាជាការស្រេចណាបាទយើងលុបចេញពី account profile របស់យើងបានហើយបាទនេះបាទយើងចុចសញ្ញា3មកយើងលុបមកចង់លុបប្រមាណបានដែរបងប្អូនបាទអូខេចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាណាបាទចាំវគ្គក្រោយគឺខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាអំពីរបៀបបាទតាក់ទងជាមួយនឹង account Facebook របស់យើងបាទបន្ថែមទៀតណាបាទសូមអរគុណបាទ